មកថ្ងៃនេះមកស្គាល់ plugin ចំនួន2នៅក្នុង Figma ទាំងអស់គ្នាទី1គឺ Table Creator យើងប្រើប្រាស់នៅ plugin មួយនេះដើម្បីបង្កើតទៅជាតារាងដើម្បីអាចបំពេញទៅលើ data បានជាក់ស្ដែងអ្នកទាំងអស់គ្នាអាចមើលគំរូតាមខ្ញុំបានគឺយើងអាចជ្រើសរើស row និង column បាននៅពេលដែលយើង generate គឺវានឹងចេញ table យើងហើយនៅក្នុង table នោះគឺយើងអាចសរសេរ data ដែលយើងចង់សរសេរបានអ្នកទាំងអស់គ្នាអាចមើលតាមខ្ញុំបានតោះឥឡូវនេះយើងអាចធ្វើការ preview table ដែលយើងបានធ្វើមុននេះបន្តិចចឹងឥឡូវនេះគឺយើងមកមើល plugin ទី2គឺ 3D Material ដែល plugin មួយនេះអាច generate អក្សរពីអក្សរធម្មតាឲ្យមាន font ជា 3D បានអ្នកទាំងអស់គ្នាអាចមើលតាមខ្ញុំបានចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាច run ទៅលើ plugin មួយនេះហើយអ្នកទាំងអស់គ្នាត្រូវទៅចុចអក្សរ read ដើម្បីឲ្យវាប្រែពីអក្សរ 3D material ទៅកាន់អក្សរដែលអ្នកទាំងអស់គ្នាចង់បានហើយ plugin មួយនេះគឺអ្នកទាំងអស់គ្នាអាចបង្វិលអក្សរតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បាននិងដូរពណ៌ color តាមអ្នកទាំងអស់គ្នាចង់បានផងដែរបន្ទាប់ពីយើង design 3D material យើងបានហើយគឺយើងអាចចុចទៅលើអក្សរ cell ដើម្បីឲ្យវា generate ចេញមកនេះគឺជាអ្វីដែលយើងបាន generate មុននេះបន្តិចចឹងឥឡូវគឺយើងអាចអូសវាចូល frame មកនិងយើងធ្វើការ preview frame មួយនោះដើម្បីចង់ដឹងថាសមិទ្ធផលវាគឺចេញបែបណាវិញនេះគឺជាការ preview